តើជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់តែងតែធ្វើដំណើរទៅមុខជានិច្ចដូចនាងខ្ញុំអញ្ចឹងកំពុងតែរៀបចំធ្វើដំណើរទៅថ្មពូទៅទិញអីវ៉ាន់លក់ដូររស់ស៊ីអញ្ចឹងបងប្អូនពេលអញ្ចឹងចេញពីផ្ទះទៅហើយពេលជីដល់ផ្លូវកស៊ូទៅក៏ឃើញវាស្រែដែលគ្មានស្រូវដោយសារតែឆ្នាំនេះរៀងស្ងួតអស់ទៅពេលអញ្ចឹងងាប់ស្រូវអស់ឃើញតែវាស្មៅគួរឲ្យសំណោះបងប្អូនហើយជីក៏មកដល់ផ្សារក៏បានឈប់សួរអ៊ំពីរឿងតួងព្រោះឲ្យខ្ញុំឡើងទៅមកពួកហ្នឹងទៅទិញអីវ៉ាន់ខ្ញុំទៅរកទិញតួងពេលអញ្ចឹងគាត់ថាអត់មានទេកូនតួងឆ្នាំនេះដោយសារតែវារាំងពេកពេលអញ្ចឹងយើងដាក់អត់បានទេវាអត់មានទឹកដាក់បងប្អូនតួងតែទឹករៀងច្រើនបានគេដាក់លន់បានអញ្ចឹងហើយគាត់ថាបើមានក៏វាតូចកូនអើយប៉ិនមករៀមដៃហ្នឹងយកធ្វើអីកើតអញ្ចឹងពេលកូនឯងលក់ម្ហូបអញ្ចឹងទូចពេកក៏វាមិនកើតគេថាហ្នឹងឯងអ៊ំទូចពេកក៏វាមិនកើតពេលអញ្ចឹងខ្ញុំក៏សួរអ៊ំឯងមានលេខទូរស័ព្ទអត់គាត់ថាអ៊ំអត់បានប្រើទូរស័ព្ទទេកូនព្រោះអីនេះគាត់អត់ចេះប្រើទូរស័ព្ទបងប្អូនពេលអញ្ចឹងនាងខ្ញុំក៏មករឹសមួយត្រីល្អបងប្អូនត្រីផ្លែនេះណាស្រស់មកព្រៅគេយកមកសិតតែរស់ព្រោះអីខ្ញុំទៅរៀងថ្ងៃបន្តិចទៅត្រីក៏វាងាប់អស់តែវានៅតែស្រស់ដែរចាយក៏ចាប់ផ្ដើមធ្វើត្រីធ្វើអីខ្ញុំឯណាបងប្អូនមកវិញខ្ញុំចំណាំមកទៅឃើញគាត់ជួយទិញកាត់ផងនេះគឺបន្លែខ្ញុំមកទិញបន្លែបន្តទៀតព្រោះអីយើងទិញសាច់ត្រីអីបានរួចអស់ហើយយើងក៏មករើសបន្លែខ្ញុំកាន់កាមេរ៉ារៀងវិលបន្តិចព្រោះអីយើងខ្លាចគេឃើញតម្រៀនថាដបងហើយទិញបន្លែទិញអីរួចក៏ហេវព្រោះអីតាំងពីព្រឹកអត់តាន់បានញ៉ាំអីទេហើយក៏មកទិញចេកចៀនអ៊ំនេះឆ្ងាញ់ណាស់បងប្អូនមួយទៅ500ទេ2 1000អញ្ចឹងខ្ញុំទិញចេកចៀន2ហើយនឹងដលង1000ច្រើនណាស់បងប្អូនញ៉ាំអត់អស់ទេញ៉ាំតែឯងអានេះជាទម្លាប់ពេលខ្ញុំទៅផ្សារថ្មពូខ្ញុំតែងតែអញ្ចឹងបងប្អូនហើយគេមានប្រហិតមានអីមួយចកាតែ1500អីទេហើយទឹកជ្រលក់ឆ្ងាញ់បងហើយក៏ត្រឡប់មកផ្ទះវិញគេចាក់ផ្លូវកស៊ូតាមផ្លូវមកឃុំទីឆ្មាបងប្អូនគេបរិផ្លូវកាន់តែធំដើម្បីឲ្យយើងងាយស្រួលក្នុងការធ្វើដំណើរបងប្អូនពេលអញ្ចឹងក៏ជិះបានមកដល់ផ្ទះវិញមកដល់ផ្ទះគឺបញ្ញាប់មែនទែនដោយសារភ្ញៀវក៏ទេកំងមហូបតាមផ្លូវឈប់លុយទូរស័ព្ទរួចក៏ភ្ញៀវគាត់កំងមហូបពេលអញ្ចឹងបញ្ញាប់បងប្អូនម្នាក់ឯងផងកំងមហូបដល់4មុខឥឡូវនាងខ្ញុំក៏មករៀបចំឆាមីឲ្យគេបំពងខ្ទឹមបំពងអីឲ្យឡើងរឿងឈ្ងុយរួចចាក់ប្រេងខ្យងរឿងឈ្ងុយនឹងខ្ញុំក៏ដាក់មីចូលអញ្ចឹងបងប្អូនព្រោះអីយើងឆាមីអត់មានអីបាក់ទេហើយខ្ញុំអត់បានស្រោមមីឲ្យដើម្បីយកមកឆាទេព្រោះអីបើយើងស្រោមឲ្យវាធ្វើឲ្យមីយើងរីកខ្លាំងវាចេញទឹកពីបន្លែទៀតតទៅពីឆាមីហើយខ្ញុំក៏មកច្រាំសាច់ដើម្បីយើងយកទៅឆាសាច់គោម្រះប្រៅអញ្ចឹងបងប្អូនគាត់កំងបាយសាច់គោម្រះប្រៅអញ្ចឹងយើងច្រាំសាច់គោឲ្យល្អិតព្រោះអីគាត់សុំឲ្យច្រាំសាច់គោឲ្យហើយក៏លីងជាមួយនឹងម្ទេសខ្ទឹមប្រេងខ្យងឈ្ងុយដាក់សាច់ដាក់គ្រឿងចូលដាក់ទឹកស៊ីអ៊ីវចូលអញ្ចឹងបងប្អូននេះសាច់ដែលនាងខ្ញុំឆាគាត់ថាសុំឲ្យក្រៀមតិចមកនេះពេលអញ្ចឹងខ្ញុំក៏ដាក់ម្រះប្រៅចូលដើម្បីឲ្យក្រៀមបងប្អូនហើយក៏យើងមករៀបចំដួសបាយដួសអីបាយខ្ញុំមកផ្អប់នេះខ្ញុំដាក់ច្រើនណាបងប្អូនបាយមួយចានហ្នឹងខ្ញុំសកាត់ឡើងណែនណាពេលអញ្ចឹងតើយើងលក់នៅសិក្សាយើងលក់បែបធូរថ្លៃមួយប្រអប់ហ្នឹងតែ6000រៀលទេបងប្អូនបន្ទាប់ពីរៀបចំបាយរួចយើងក៏មកបុកជាមួយទឹកត្រីកោះកុងព្រោះអីទឹកត្រីកោះកុងនាងខ្ញុំមិនដែលបុកទុកទេខ្ញុំមិនដែលធ្វើទុកទេភ្ញៀវកំងព្រាមខ្ញុំចាប់ដើមធ្វើក៏ថ្មីហើយយើងក៏បុកទឹកត្រីកោះកុងហើយខ្ញុំក៏មកឆាជាមួយគ្រឿងក្នុងមាន់ព្រោះអីគាត់យកឆាគ្រឿងក្នុងមាន់ជាមួយតកួនប្រេងខ្យងមួយទៀតណាបងប្អូននេះយើងលេងសាច់គ្រឿងក្នុងមាន់ឲ្យឆ្អិនរួចបានយើងយកខ្ទឹមហើយនឹងម្ទេសហាន់ហើយយើងមកលេងឲ្យឈ្ងុយហើយយើងចាក់ប្រេងខ្យងដាក់តកួនចូលហើយយើងត្រឡប់ដាក់គ្រឿងស្ករប៊ីចេងទឹកស៊ីអ៊ីវបន្តិចទៅបងប្អូនកុំប្រើរ៉ូឌីខ្លាចវាប្រៃព្រោះអីយើងដាក់ទឹកស៊ីអ៊ីវហើយនេះត្រឡប់ចុះត្រឡប់ឡើងក៏ហើយពណ៌តំណងអត់បងប្អូនឆាតកួនហើយនាងខ្ញុំក៏មកបុកល្ហុងមួយមុខទៀតព្រោះអីគាត់កំងបុកល្ហុងមកជូរកសាំងប្រហុកស្រែបងប្អូនបុកបែបស្រែពេលអញ្ចឹងទៅខ្ញុំក៏មកបុកល្ហុងបុកស្គៀលកសាំងដាក់ហើយក៏ចាប់ដើមដាក់ល្ហុងព្រោះអីបុកល្ហុងនេះបងប្អូនកុំកោសល្ហុងបើយើងកោសល្ហុងអត់សូវឆ្ងាញ់ទេ
ព្រោះអីបើយើងកយើងបកទៅទក់លហុងទៅអត់សូវញ៉ាំទៅវាអត់សូវជាតិលហុងបើយើងសាប់អញ្ចឹងវានៅជាតិលហុងទៅញ៉ាំទៅរាំងនៅជាតិបុតលហុងស្រែពិតទេបងប្អូននេះបន្លែមានជីតកួនតសក់អីអញ្ចឹងទៅណាយើងរៀបបើមានត្រួយកទួតយើងដាក់ត្រួយកទួតទៀតនេះហើយម្ហូបយើង4មុខមីឆាបាយម្រះប្រៅឆាតកួនគ្រឿងក្នុងមាន់បុតលហុងអញ្ចឹងណាពេលអញ្ចឹងខ្ញុំធ្វើរួចរៀបចំឲ្យអីក៏ដាក់ជូនឲ្យភ្ញៀវប្រញាប់ខ្លាំងពេកបងប្អូនអើយអាចបានពាក្យមួកទេតាមហើយអញ្ចឹងណាជិះមកដល់តាមផ្លូវគឺអ្នកគ្រូកាត់កំងចូលដល់វិទ្យាល័យបទីឆ្មាហើយវិទ្យាល័យប្រទេសឆ្មាឥឡូវស្អាតដល់បងប្អូនតិចស្រួលដើមឈើធំហើយទីធ្លាសាលាគ្មានសម្រាមទេគឺលោកគ្រូអ្នកគ្រូដឹកនាំសិស្សសម្អាតបរិស្ថានបានស្អាតដល់បងប្អូនឃើញអត់មកលុបអត់មានសារ៉ាមទេអរគុណច្រើន